ពិតជាផ្លេចកំណើតមែនបានទៅរស់នៅសហរដ្ឋអាមេរិកបែរជាបាទឌីលខ្មែរយើងថាជាបាទពូជសាសន៍មិនល្អជាពូជសាសន៍ដែលខ្មៅបាទកធាត់អីចឹងទៅនេះគឺជាបងស្រីម្នាក់ដែលគាត់បាទខ្មែរទេក៏ប៉ុន្តែទៅតែនឹងបានទៅរស់នៅសហរដ្ឋអាមេរិកហើយបានធ្វើការឌីលបាទចំមែនតើមកកាន់បងប្អូនប្រជាពលរដ្ឋខ្មែរយើងណាបាទធ្វើវីដេអូនិយាយតែម្ដងហើយចោទថាបាទខ្មែរយើងពីមុនដែលមករស់នៅសហរដ្ឋអាមេរិកហ្នឹងគឺកទឿកតុញខ្មៅអត់ស្អាតចាញ់សម័យគាត់ទេសម័យដែលគាត់មកហ្នឹងគឺស្អាតយីក៏ទៅបងប្អូនគ្នាឯហួសចិត្តអញ្ចឹងដែរបាទមានបងប្អូនយើងមួយចំនួនចូលទៅខមមិននិងបង្ហោះសារប្រតិកម្មមែនតើបាទដែលបងស្រីម្នាក់គាត់បានលើកឡើងថាមិនហើយមីចាយជឿជាក់មីចាយកើតជំងឺអំនួតលើខ្លួនឯងមិនបានជាលុបវីដេអូបាទចេញអញ្ចឹងណោះបើជ្រុលជាខ្លាំងឌីខ្មែរហើយលុបវីដេអូធ្វើអីចេញវីដេអូមកតតាំងជាមួយនឹងគេមកថាគេអាក្រក់ដូចមាត់អីចឹងទៅមីកូនយួននេះមុខឡើងដូចយួននិយាយថាចេញតង់យួនបាទក៏បងប្អូនចំណាំដែរបងប្អូនគ្នាហើយជាពិសេសកុំទិញរបស់វាព្រោះខ្លាចស្អាតពេកអញសុកចិត្តអាក្រក់ចុះតែកុំឲ្យអាក្រក់សន្តានដូចចឹងទៅបាទញីបាទខ្មែរឬក៏ថៃឬក៏យួននេះបាទមកឌីលខ្មែរយើងចំបែបនេះជារឿងរ៉ាវវាហួសចិត្តដែរបងប្អូនគ្នានៅពេលដែលយើងមកឌីលគេអញ្ចឹងវាមិនសមហើយជាមនុស្សដែលរស់នៅសហរដ្ឋអាមេរិកទៀតបាទមិនមែនធម្មតាបងប្អូនមកឌីលពួកខ្មែរស្រុកខ្មែរក៏ទៅតន់ខ្មៅដូចអាហ្វ្រិកហីក៏ទៅហើយដល់ពេលមើលបងប្អូនយើងគាត់ទៅស្រាវជ្រាវអារូបចាស់ដែលគាត់មិនមែននេះណាម៉ែមកឡើងអញ្ចឹងហើយឌីលគេអូយហើយតាមពិតលក់ផលិតផលសោះ what the fuck ចឹងបានថាឌីលគេក៏ប៉ុន្តែខ្លួនឯងលក់ផលិតផលហើយបងប្អូនយើងបានចូលទៅបញ្ចេញមតិច្រើនមែនទែនថាអូតាមពិតចង់ល្បីចឹងសោះក៏ទៅបងប្អូនគ្នាបាទបានទៅរស់នៅសហរដ្ឋអាមេរិកបាទប្រហែលឆ្នាំសោះចេញឌីលខ្មែរអានេះបើយើងនិយាយមួយម៉ាត់ឲ្យខ្លីទៅគេថាយុទ្ធសាស្ត្រនៅក្នុងការធ្វើឲ្យខ្លួនឯងនឹងល្បីធ្វើឲ្យខ្លួនល្បីចឹងជេរសិនទៅបាទគេលោកបានល្បីលក់ផលិតផលកាន់តែដាច់បាទឃើញបងប្អូនខ្មែរបាទនៅអាមេរិកគាត់ចេញមុខមកប្រតិកម្មខ្លាំងមែនទែនពាក់ព័ន្ធទៅនឹងបាទសម្ដីអសីលធម៌របស់បាទស្ត្រីខាងលើបាទយកទៅនៅបាននៅប្រហែលបាននៅត្រូវប្រហែលឆ្នាំបានទៅឌីលគេអញ្ចឹងបងឆ្ងល់ឌីលគេហ្មងបងប្អូនគ្នាចឹងមកថារៀនឲ្យជ្រៅជ្រះណាបាទកុំតិចតួចចេញមកនឹងឌីលគេឌីឯងអញ្ចឹងវាមិនសមទេចឹងមិនថាបងប្អូនដែលគាត់ទៅរស់នៅសហរដ្ឋអាមេរិកពីច្រើនគាត់ខំប្រឹងប្រែងរកស៊ីបាទដើម្បីអីដើម្បីតែផ្លាស់ប្ដូរជីវភាពនឹងឯងបាទយើងក្រយើងមិនប្រឹងធ្វើការយើងមិនប្រឹងរលួយទេហើយផងឲ្យរស់នៅវេទនាអញ្ចឹងមែនឥឡូវនេះឃើញបងប្អូនខ្មែរយើងគាត់ចេញមុខមករិះគន់ចាស់ដៃហ្មង